ជំរាបសួរបងប្អូនពុកម៉ែរបស់យើងជាបន្តទៀតបាទម្សិលមិញអត់បានចេញវីដេអូជូនទេដោយសាររវល់បងប្អូនពុកម៉ែប៉ុន្តែឥឡូវនេះក៏ឆ្លៀតពេលដែរដោយសារអីដោយសារភ្ញៀវច្រើនបងប្អូនណាភ្ញៀវច្រើនអញ្ចឹងទៅអត់មានពេលវេលាចេញវីដេអូជូនបងប្អូនយើងទស្សនានៅក្នុងការចាប់ផ្សាយកាលណាខ្ញុំចេញវីដេអូទៅគឺត្រូវតែមានម្នាក់ម៉ាស់សាប៉ុន្តែដោយសារឥឡូវនេះប្រពន្ធខ្ញុំគាត់ចេះកាន់កាមេរ៉ាទេដល់ពេលអញ្ចឹងហើយតែខ្ញុំជួបហើយគឺជាប់ហើយអញ្ចឹងឆ្លៀតពេលទំនេរក៏មក review លេងឲ្យបងប្អូនយើងមើលថាឥឡូវនេះយើងកំពុងតែរៀបចំក្រែ2ទៀតឲ្យបងប្អូនសម្រាប់ជូនភ្ញៀវរបស់យើងដែលគាត់ទេកក់បងប្អូនបាទគាត់ booking តាំងពីម៉ោង5ជាងឥឡូវគាត់ថាម៉ោង6កន្លះម៉ោង7ហ្នឹងគាត់អញ្ជើញមកដល់ហើយអញ្ចឹងឆ្លៀតពេលហ្នឹងក៏ថតបង្ហាញឲ្យបងប្អូនយើងមើលលេងសិនណាបងប្អូនណាបាទទីតាំងនេះគឺនៅខេត្តកំពតបាទទឹកដីខេត្តកំពតបងប្អូនណានៅម្ដុំផ្លូវតាពាំងផលិតបងប្អូនអាចថាมันស្គាល់អីបងប្អូនមកដល់កំពតសួរថាអ្នកកំពតថាផ្លូវតាពាំងផលិតនៅម្ដុំណាបងប្អូនគាត់នឹងប្រាប់ហើយបាទហើយនៅក្នុងការចាប់ប្រសាយនេះគឺយើងខ្ញុំគឺចាប់ប្រសាយបែបជប៉ុនព្យាបាលដោយជប៉ុនណាបងប្អូនណាក្បាច់ជប៉ុនមិនម៉ាស្សាធម្មតាទេគឺម៉ាស្សាបែបជប៉ុនសម្រួលសរសៃដល់បងប្អូនជនពិការផ្នែកកម្ពុជាហើយមួយវិញទៀតសម្រាប់បងប្អូនជនពិការផ្នែករបស់យើងគឺគាត់មានជំនាញបងប្អូនណាមានជំនាញម្នាក់គឺ10ឆ្នាំលើហើយបងប្អូន10ជាងហើយនៅក្នុងការចាប់ផ្សាយនេះបងប្អូនអញ្ចឹងពុកម៉ែបងប្អូនយើងមានអាការៈចុកថ្លោះក្រិចស្ពឹកស្រពន់ stress គេងមិនលក់អីបងប្អូនយើងអញ្ជើញមកទីនេះយើងខ្ញុំនឹងផ្ដល់ទៅវិញនូវសុខភាពល្អហើយនឹងយើងខ្ញុំនឹងជួយសម្រួលលោកអ្នកបានណាឥឡូវនេះមើលប្រពន្ធខ្ញុំបងប្អូនអើយថ្ងៃនេះមួយទឹកហើយស្អាតមែនតើហើយឥឡូវនេះកំពុងរៀបចំកន្លែងជូនភ្ញៀវបងប្អូនអើយគាត់មួយទឹកគាត់ក្តៅពេកក្តៅយ៉ាងមួយទឹកបាទឥឡូវនេះយើងរៀបចំកន្លែងជូនភ្ញៀវនឹងគាត់ជាលក្ខណៈគ្រួសាររបស់គាត់ទេគាត់គ្រួសារគាត់ប្តីប្រពន្ធគាត់ហើយយើងខ្ញុំម៉ាស្សាជូនគាត់នឹងគាត់ឈឺចង្កេះបាទគាត់មានអាការៈគៀបណាគាត់មកសម្រួលបងប្អូនបាទហើយឆ្លៀតក្នុងឱកាសនេះផងដែរក៏សូមជម្រាបជូនបងប្អូនពុកម៉ែយើងថាសម្រាប់ទីតាំងយើងខ្ញុំងាយស្រួលរកទេបងប្អូនស្គាល់វរៈបុណ្យធម្មណាបងប្អូនបេនឡានរថយន្តក្រុងវរៈបុណ្យធម្មយើងនៅចិត្តស្ពានថ្មីហ្នឹងមកហ្នឹងផ្លូវខាងជើងត្រង់ហ្នឹងផ្លូវវិតុងមួយហ្នឹងបាទមកបងប្អូនមកបាសសាដៃទេពបាទឃើញហើយអាការៈបងប្អូនឈឺខ្នងឈឺចង្កេះបាទចុករយស្ពឹកស្រពន់អីហ្នឹងបងប្អូនឈឺក្បាលវិលមុខអីហ្នឹងបងប្អូនមកជួបខាងយើងខ្ញុំមកយើងខ្ញុំនឹងព្យាបាលជូនបងប្អូនណាបាទព្យាបាលជូនហើយម៉ាស្សាយើងខ្ញុំបែបជប៉ុនបងប្អូនណាគឺទទួលការបណ្ដុះបណ្ដាលពីជនជាតិជប៉ុនបងប្អូនណាមិនមែនម៉ាស្សាលំទេគឺយើងបង្រៀនមានគ្រូមានអីត្រឹមត្រូវបងប្អូនណាមានគ្រូគាត់មកបង្ហាត់បង្ហាញផ្ទាល់ពីលោកគ្រូវិជ្ជបណ្ឌិតរបស់យើងគឺជប៉ុនគាត់អ្នកជួយជនពិការផ្នែកកម្ពុជារបស់យើងណាបងប្អូនបាទហើយជនជាតិជប៉ុនគាត់មកបង្រៀនពួកយើងតាំងឆ្នាំ90ជាងប៉ុន្តែបច្ចុប្បន្ននេះគាត់ក៏នៅតែមានពេលមានឆ្នាំរបស់គាត់បាទមានឆ្នាំរបស់គាត់នៅបរិញ្ញាបត្រអញ្ចឹងប៉ុន្តែគាត់យើងមានរៀនតាមរយៈអង្គការឬក៏សមាគមអីចឹងណាបងប្អូនបាទហើយយើងខ្ញុំចាប់វិស័យនេះយើងខ្ញុំក៏មានការទទួលស្គាល់ពីក្រសួងទេសចរផងដែរហើយលោកក៏បានចេញនៅសញ្ញាបត្របញ្ជាក់ការសិក្សារបស់យើងខ្ញុំផងដែរបាទឥឡូវនេះយើងខ្ញុំក៏មាននៅសញ្ញាបត្រសម្រាប់ឲ្យបងប្អូនមើលផងដែរបាទនេះសញ្ញាបត្រណាបងប្អូនតែខ្ញុំប្រចាំងតឃើញនេះបងប្អូននេះបាទនេះបងប្អូនមើលលេងណាសញ្ញាបត្រហ្នឹងថតត្រូវទេបងប្អូនអើយបាទណាលើសឡុងណាសញ្ញាបត្រយើងហ្នឹងដល់សឡុងពោះបាទអីទេពោះទៀតឯងសំខាន់យើងថតឲ្យចំមកឃើញបងប្អូនយើងមើលបាទសញ្ញាបត្រនេះគឺបញ្ជាក់ការសិក្សារបស់ពួកយើងខ្ញុំបាទហើយចេញដោយក្រសួងទេសចរកម្ពុជារបស់យើងតែម្ដងបងប្អូនណាហើយមានការបង្ហាត់បង្ហាញពីផ្នែកពេទ្យគីណេទៀតផងដែរគឺលោកគ្រូសុនសខុមមន្ទីរពេទ្យកាឡាម៉ែតគាត់ក៏បានចុះមកបង្ហាត់បង្ហាញយើងខ្ញុំតាមរយៈសមាគមរបស់ជនពិការផ្នែកកម្ពុជាបាទអញ្ចឹងយើងខ្ញុំមានចំណេញពិតប្រាកដមួយក្នុងការព្យាបាលសរសៃជូនពុកម៉ែបងប្អូនរបស់យើងនៅក្នុងការចាប់សរសៃណាបាទខ្ញុំមានជំនាញបាទសម្រាប់ព័ត៌មានបន្ថែមបងប្អូនយើងតាក់ទងមកណាលេខទូរស័ព្ទ070ឬក៏078បើលេខដូចគ្នា97 32និង98បងប្អូនយើង
ហើយឥឡូវនេះខ្ញុំបិទទ្វារបើកម៉ាស៊ីនត្រជាក់ដើម្បីរងចាំទទួលអតិថិជនរបស់យើងឲ្យគាត់ទេ booking តាំងពីម៉ោង 5 ជាងណាបងប្អូនហើយគាត់មិនទាន់មកដល់ទេដោយសារអីដោយសារគាត់ស្ទះការងារគាត់អញ្ចឹងគាត់សុំណាត់ម៉ោង 6 ឬក៏7អីចឹង1កន្លះ7អីចឹងបាយមួយទៀតពុកម៉ែបងប្អូនយើងខ្ញុំមិនសូវបានចេញវីដេអូដោយសាររវល់អញ្ចឹងបងប្អូនអ្នកដែលគាត់រងចាំទស្សនាតាមរយៈ channel YouTube របស់នរៈចាប់ប្រសាយហ្នឹងគឺមើលវីដេអូចាស់ៗលេងសិនទៅបាទហើយវីដេអូថ្មីនោះមិនជាចេញបន្តហើយរកអ្វីដែលផ្លាច់ជូនដោយសារចេះដោយសារយើងខ្ញុំនៅតែក្នុងកន្លែងម៉ាស្សាអញ្ចឹងហើយខ្ញុំមានតែបង្ហាញវីដេអូពាក់ព័ន្ធជាមួយនឹងម៉ាស្សាហ្នឹងហើយដើម្បីឲ្យបងប្អូនយើងមើលណាបងប្អូនបាទហើយចំពោះកន្លែងម៉ាស្សាទៀតសោតនេះគឺយើងមានភាពធំទូលាយបាទទីតាំងណាបងប្អូនបាទធំទូលាយមែនតើហើយមានផាសុកភាពបងប្អូនណាហើយមានការរៀបចំដោយភរិយារបស់ខ្ញុំផ្ទាល់ដែលគាត់បានរៀបចំនឹងគេថាអនាម័យជូនភ្ញៀវណាបាទហើយគាត់បានរៀបចំច្រើននៅក្នុងកន្លែងមួយនេះហើយយើងខ្ញុំនឹងទទួលបងប្អូនយើងដោយក្តីសមរម្យរីករាយជាទីបំផុតបាទបើសិនជាបងប្អូនយើងមានបំណងចង់ទទួលយកនៅសេវាកម្មម៉ាស្សាដៃទេពដោយជនពិការផ្នែកកម្ពុជាយើងខ្ញុំបាទមួយទៀតសេវាកម្មម៉ាស្សាដោយដៃនេះគឺយើងផ្ដោតទៅលើព្យាបាលបងប្អូនណាបាទព្យាបាលគឺយើងព្យាបាលសរីរាង្គកាយបងប្អូនហ្នឹងឲ្យមានភាពស្រស់បំព្រងឡើងវិញណាឧទាហរណ៍គាត់ឈឺកន្លែងណាមួយគាត់ប្រាប់មកខាងយើងខ្ញុំលើយើងខ្ញុំនឹងព្យាបាលជូនហើយក៏សម្រួលជូនផងដែរបងប្អូនណាបាទឥឡូវនេះយើងខ្ញុំអស់ហើយដូចជាអត់មានអីនិយាយតទៀតទេហើយមានគ្រប់លាបងប្អូនយើងត្រឹមតែប៉ុណ្ណេះសិនណាបងប្អូនណាខាន់តែពេលទៅផងដែររកកំណត់ខុសឆ្គងនៃកាត់មានឡើងនៅក្នុងការផ្សាយផ្ទាល់ក៏ដូចជាក្នុងការថតវីដេអូជូនទៅដល់ពុកម៉ែបងប្អូនយើងទស្សនាអរគុណជម្រាបលាបាយបាយ